ថ្ងៃនេះដែរក៏បានវិលត្រឡប់មកជួបនៅតម្រុយឆ្នោតទៀតហើយសម្រាប់ថ្ងៃនេះផងដែរក៏មិនខុសពីសពមួយដងក៏មានលេខថ្មីយកមកចែកលេខជូនទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាប៉ុន្តែមុននឹងចូលទៅកាន់នៅវីដេអូទស្សនាសូមពុកម៉ែបងប្អូនកុំភ្លេចជួយចុច Subscribe ម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូតម្រុយឆ្នោតយួនថ្មីចែកនៅតម្រុយឆ្នោតយួនជូនទៅកាន់ពុកម៉ែបងប្អូនវងសូមលេខឆ្នោត35វងសូមលេខឆ្នោត5វងសូមលេខឆ្នោត934វងសូមលេខឆ្នោតអាចចាំសួរទៀត